along alongside ពាក្យទាំងពីរនេះគឺស្តៀងគ្នាខ្លាំងដែលអាចធ្វើឲ្យយើងភ័ន្តច្រឡំបានយើងមកសិក្សាលម្អិត along និង alongside គឺជា prepositions ជាធ្នាក់និងជា adverbs គុណកិរិយាដូចគ្នាអញ្ចឹងថ្នាក់ពាក្យវា2យើងមើលពាក្យ along មុនគេalong ថ្នាក់ពាក្យជាធ្នាក់ឬក៏ preposition មានអត្ថន័យថា in a line next to something long and thin ក្នុងនេះមានន័យថាតាមបណ្ដោយណាតាមបណ្ដោយអ្វីមួយដែលវែងអ្វីមួយដែលមានចម្ងាយឆ្ងាយដូចជាផ្លូវដូចជាគន្លងដើរជាដើមណាយើងថាតាមបណ្ដោយឧទាហរណ៍ there were lots of shops along the main street គឺថាមានហាងទំនិញជាច្រើនតាមបណ្ដោយផ្លូវធំអញ្ចឹង along មានតាមបណ្ដោយមានថានៅលើផ្លូវវាមានហាងនៅលើហ្នឹងឬក៏ I saw 3 different boats along the bank of the river គាត់ថាឃើញទូក3ខុសគ្នាតាមបណ្ដោយច្រាំងទន្លេអញ្ចឹងតាមបណ្ដោយវាមានទូកគេចតចោលនៅទីហ្នឹងអញ្ចឹងទៅអញ្ចឹងប្រែថាតាមបណ្ដោយ along មានឋានៈពាក្យជាគុណកិរិយាផងដែរដោយ along នៅពេលវាជា adverb គឺយើងប្រើជាមួយកិរិយាសព្ទដែលមានអំពើគេថា adverb សំទោស verbs or motion ពេលណាកិរិយាសព្ទវាមានអំពើដូចជាពាក្យ come ពាក្យ go ពាក្យអីជាដើមហ្នឹងវាមានអំពើអញ្ចឹងយើងប្រើ along ដែរអត្ថន័យវាគឺ together with ខ្មែរយើងប្រើថាជាមួយណាជាមួយឬក៏អាចប្រើថានឹងអីចឹងក៏បានដែរណាតែអត្ថន័យវាជាទូទៅគឺ together with ជាមួយឧទាហរណ៍យើងមើល why don't you come along with us គេថាហេតុអីក៏អ្នកមិនមកជាមួយពួកយើងណាទៅជប់លៀងឬក៏ទៅកម្មវិធីជប់លៀងហ្នឹងក្នុងន័យនេះគឺ come along មានថាមកជាមួយឬក៏ they said they'd bring bikes along and we can ride to the swimming pool ពួកគេបាននិយាយថាពួកគេនឹងយកកង់ទាំងនោះទៅជាមួយណានាំយកកង់ហ្នឹងទៅជាមួយដែរហើយពួកយើងអាចជិះកង់ទៅអាងហែលទឹកអញ្ចឹង along កន្លែងនេះមានថា together with មានថាជាមួយណាឋានៈពាក្យជាគុណកិរិយា adverb កលេចមើលពាក្យ alongside វិញម្ដងណាប្រើប្រាស់ជាធ្នាក់ preposition មានអត្ថន័យថា close beside មានន័យថានៅក្បែរ next to មានន័យថានៅជិតឬក៏បន្ទាប់ឬក៏វាមានន័យមួយទៀតថា together with ដែរមានន័យថានៅជាមួយដែរណាន័យវាគឺ3ហ្នឹងក្បែរបន្ទាប់ជិត3 4អត្ថន័យហ្នឹងណាជាមួយឧទាហរណ៍យើងមើលឧទាហរណ៍មួយមក the trees along the fence have all been damaged by the wind ដើមឈើដែលនៅបន្ទាប់ឬក៏នៅក្បែរ fence របងនោះគឺបានខ្ទេចខ្ទីដោយសារតែខ្យល់អញ្ចឹង along កន្លែងយើងមានន័យថា near ណានៅក្បែរឬក៏នៅជិតក៏បានដែរឬក៏ put your bike along mine ដាក់កង់របស់អ្នកនៅក្បែរឬក៏នៅបន្ទាប់កង់របស់ខ្ញុំមកណាអញ្ចឹង alongside មានន័យថា next to នៅក្បែរឬក៏នៅបន្ទាប់ I find it difficult to cope with this illness alongside all my other problems គាត់ថាខ្ញុំពិបាកក្នុងការដោះស្រាយសំទោសជាខូបមានន័យថាដោះស្រាយរោគដំណោះស្រាយហ្នឹងឯងប៉ុន្តែកន្លែងនេះនិយាយពីជំងឺមានន័យថាព្យាបាលខ្ញុំពិបាកព្យាបាលជំងឺមួយនេះណា alongside មានន័យ together with ជាមួយនឹងបញ្ហាដទៃទៀតរបស់ខ្ញុំមានថាគាត់ពិបាកព្យាបាលជំងឺហ្នឹងហើយក៏ពិបាកក្នុងការដោះស្រាយបញ្ហាជាច្រើនទៀតអញ្ចឹង alongside មានន័យថាជាមួយ alongside នៅពេលវាជាគុណកិរិយាជា adverb វាមានន័យថា along the side of មានន័យថានៅតាមបន្ទាប់ណាឬក៏នៅក្បែរមានន័យអញ្ចឹងណា next to នៅក្បែរឬក៏នៅបន្ទាប់ alongside the side of មានន័យថា
ដូចជាយើងដាក់អ្វីមួយចឹងវានៅក្បែរមួយទៀតណានៅបន្ទាប់នឹងឬក៏នៅក្បែរហ្នឹងណានៃវាចឹងឧទាហរណ៍ park my car in the drive ខ្ញុំចតឡានរបស់ខ្ញុំនៅផ្លូវចូលផ្ទះហើយ William ចតឡានរបស់គាត់ alongside មែនណានៅបន្ទាប់ឡានរបស់ខ្ញុំណាអញ្ចឹងពាក្យថា alongside មានន័យថានៅបន្ទាប់ឬក៏នៅក្បែរណាឧទាហរណ៍យើងចតអ្វីមួយដាក់អ្វីមួយអញ្ចឹងវាមានអីមួយនៅក្បែរហ្នឹងវានៃអីមួយនៅតាមបណ្ដោយអ្វីដែលយើងចតហ្នឹងអានេះគេថា alongside ជា adverb គុណកិរិយាសម្រាប់បងប្អូនចង់សិក្សាបន្ថែមអាចចូលមកគេហទំព័រ kidu.learning.com ចូលសញ្ញាត្រីវេកលឿនស្ដាមជួយកន្លែងវគ្គសិក្សាឬក៏ courses បច្ចុប្បន្នយើងមាន17វគ្គសិក្សាមានការ promotion ចុះឈ្មោះមួយវគ្គ free មួយវគ្គដោយបងប្អូនចុះឈ្មោះវគ្គមួយណាក៏បានដែរបងប្អូនអាចមើលព័ត៌មានវគ្គមួយហ្នឹងដែលចង់សិក្សាតម្លៃនៅក្នុងហ្នឹងយើងនឹង free វគ្គ conditional sentences នេះជូនបងប្អូនមួយវគ្គដែលគិតថ្លៃដែលវគ្គនេះតម្លៃពេញ$19.99ណាអញ្ចឹងមិនថាបងប្អូនចំណាយតែវគ្គសិក្សាដែលបងប្អូនចង់សិក្សាទេបងប្អូនទទួលបានវគ្គបងប្អូនរៀនហើយនឹងវគ្គយើង free ជូនចំណាយមួយវគ្គណាសិក្សាបានរហូតដល់2វគ្គចូលមើលវគ្គដែលបងប្អូនចាប់អារម្មណ៍នៅលើការទំព័ររបស់យើងណាឬក៏មើល caption description វីដេអូនេះលម្អិតចាប់អារម្មណ៍តាក់ទងចុះចូលបានអរគុណជម្រាបលា